រឿងពិតរបស់លោក Christopher Gardner ដែលជាជនអាណាថាគ្មានផ្ទះសម្បែងហើយនាំកូនដើរគេងតាមបង្គន់នឹងទីសាធារណៈតស៊ូរហូតក្លាយទៅជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកបងប្អូនស្ដាប់ទៅគឺវាអត់គួរឲ្យជឿតតែសោះត្រូវអត់វាមិនដែលជនអាណាថាអត់មានសូម្បីតែផ្ទះសម្បែងផងក្លាយទៅជាសេដ្ឋីកើតចូលនឹងថាតើការតស៊ូរបស់គាត់បែបណាកុំភ្លេចមើលវីដេអូនេះឲ្យបានដល់ចប់ហើយខាងក្រោមនេះគឺជាជីវប្រវត្តិរបស់លោក Christopher Gardner លោក Christopher កើតនៅថ្ងៃទី9 ខែកុម្ភៈឆ្នាំ1954នៅក្នុងទីក្រុង Milwaukee នៅសហរដ្ឋអាមេរិកគាត់ធំឡើងក្នុងគ្រួសារមួយដែលមានជីវភាពលំបាកហើយឪពុកម្ដាយរបស់គាត់នឹងគឺបានបែកបាក់គ្នាតាំងពីគាត់នៅតូចមកម្លេះហើយគាត់ត្រូវរស់នៅជាមួយម្ដាយហើយនិងជីដូនរបស់គាត់ជីវិតវ័យកុមាររបស់គាត់គឺមិនងាយស្រួលឡើយព្រោះតែបញ្ហាគ្រួសារហើយនិងភាពក្រីក្រហើយនិងបញ្ហាគ្រួសារគឺបានធ្វើឲ្យគាត់មានកម្លាំងចិត្តហើយនិងមានបំណងចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យគាត់បានចូលបម្រើការនៅកងទ័ពជើងទឹកអាមេរិកហើយនៅទីនោះគាត់បានទទួលការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រនិងបានធ្វើការជាមួយនឹងវេជ្ជបណ្ឌិតល្បីៗមួយចំនួនហើយបន្ទាប់ពីចាកចេញពីកងទ័ពគាត់ក៏បានព្យាយាមធ្វើជាអ្នកលក់ឧបករណ៍វិទ្យាសាស្ត្រទោះបីជាយ៉ាងណាក៏ដោយការងារនេះគឺវាមិនបាននាំមកនូវប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់គាត់ហើយនិងគ្រួសារឡើយនៅដើមទសវត្សរ៍ឆ្នាំ1980ជីវិតរបស់លោក Gardner គឺបានឈានទៅដល់ចំណុចដែលលំបាកបំផុតគាត់ហើយនិងភរិយារបស់គាត់នឹងក៏មានជម្លោះជាមួយគ្នាហើយក្រោយមកពួកគាត់ក៏បានចែកផ្លូវគ្នាគាត់ត្រូវបានមើលថែកូនប្រុសតូចរបស់គាត់តែម្នាក់ឯងខណៈពេលដែលគាត់គ្មានសូម្បីតែការងារថិតថេរហើយនិងគ្មានសូម្បីតែផ្ទះសម្បែងពួកគេទាំងពីរអ្នកឪពុកកូនគឺត្រូវបានគេងតាមស្ថានីយ៍រថភ្លើងពេលខ្លះទៅនៅតាមបន្ទប់ទឹកសាធារណៈឬក៏កន្លែងស្នាក់នៅសម្រាប់អ្នកគ្មានផ្ទះជាដើមជីវិតក្នុងរយៈពេលនោះគឺពោរពេញទៅដោយការលំបាកការអស់សង្ឃឹមហើយនិងការប្រឈមមុខនឹងភាពក្រីក្រជាខ្លាំងទោះបីជាយ៉ាងណាក៏ដោយក៏លោក Gardner មិនបានបោះបង់ក្តីសុបិនរបស់គាត់ឡើយនៅឆ្នាំ1982គាត់បានឃើញឱកាសមួយក្នុងវិស័យហិរញ្ញវត្ថុហើយគាត់ក៏បានដាក់ពាក្យធ្វើជាអ្នកវឹកហាត់ឬក៏យើងហៅថា internship នៅក្រុមហ៊ុនជួញដូរហ៊ុនមួយដោយគ្មានប្រាក់ខែក្នុងអំឡុងពេលវឹកហាត់គាត់ត្រូវបានប្រឹងប្រែងខ្លាំងជាងអ្នកដទៃដើម្បីបង្ហាញសមត្ថភាពនិងទទួលបានការងារពេញម៉ោងទោះបីជារស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែងក៏ដោយក៏គាត់នៅតែបន្តធ្វើការងារនិងមើលថែកូនប្រុសរបស់គាត់ដោយសេចក្តីស្រឡាញ់ហើយនិងទំនួលខុសត្រូវក្រោយពីបញ្ចប់ការហ្វឹកហាត់បានជោគជ័យគាត់ក៏បានក្លាយទៅជាអ្នកជំនាញផ្នែកហ៊ុនហើយអាជីពរបស់គាត់ក៏បានចាប់ផ្ដើមរីកចម្រើននៅឆ្នាំ1987គាត់ក៏បានបង្កើតក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Gardner Rich & Co ដែលមានការិយាល័យនៅក្នុងទីក្រុង Chicago ហើយក្រុមហ៊ុននេះបានផ្ដោតលើការផ្ដល់សេវាវិនិយោគហើយនិងប្រឹក្សាហិរញ្ញវត្ថុដល់អតិថិជនធំៗជីវិតដ៏អស្ចារ្យរបស់គាត់ត្រូវបានគេសរសេរជាសៀវភៅអត្តជីវប្រវត្តិហើយបន្ទាប់មកក៏ត្រូវបានយកទៅផលិតជាខ្សែភាពយន្តដ៏ល្បីឈ្មោះមួយមានឈ្មោះថាThe Pursuit of Happiness នៅក្នុងឆ្នាំ2006ដែលសម្ដែងដោយលោក Will Smith ហើយខ្សែភាពយន្តនេះគឺបានបង្ហាញពីការតស៊ូរបស់ឪពុកម្នាក់ដែលមិនបោះបង់សុបិននិងបានបំផុសគំនិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកហើយសប្តាហ៍ថ្ងៃលោក Christopher Gardner គឺជាអ្នកជំនួញដ៏ជោគជ័យអ្នកនិយាយទៅលើឆាកនិងអ្នកនិពន្ធគាត់បានធ្វើដំណើរជុំវិញពិភពលោកដើម្បីចែករំលែកបទពិសោធន៍និងលើកទឹកចិត្តមនុស្សឲ្យជឿជាក់ទៅលើខ្លួនឯងហើយខាងក្រោមនេះគឺជាគោលការណ៍ទាំង10ដែលបានប្រែក្លាយលោក Christopher ពីមនុស្សម្នាក់ដែលគេងតាមចិញ្ចើមផ្លូវទៅជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកគោលការណ៍ទី1នោះគឺការបដិញ្ញាចិត្តចំពោះគម្រោងទី1ច្បាស់លាស់គាត់បាននិយាយថានរណាក៏មានក្តីសុបិននៅក្នុងជីវិតដែរប៉ុន្តែបើសិនជាគេគ្មានគម្រោងការច្បាស់លាស់ខ្លីខ្លាំងរឹងមាំនឹងការបដិញ្ញាចិត្តពុះពៀសម្រាប់ឲ្យបាននោះទេយើងក៏មិនអាចសម្រេចគោលដៅនោះបានដែរគាត់បាននិយាយថាមនុស្សដែលជោគជ័យតែងតែផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើគោលដៅរបស់ខ្លួនជានិច្ចហើយគោលដៅគឺជាអ្វីដែលគេនឹកគិតមុនពេលចូលគេងនិងនឹកឃើញក្រោយពេលដែលគេភ្ញាក់ពីគេងចំណុចទី2គ្រួសារគឺជាអាទិភាព
ផ្ដើមចេញពីក្តីសុបិនដ៏ធំធេងវាប្រៀបបានទៅនឹងវេហាដែលគ្មានខ្សែខណ្ឌសីមាលោក Christopher បានសម្លឹងមើលទៅកូនរបស់គាត់ដោយសេចក្តីពេញចិត្តហើយរក្សាគំនិតនៅក្នុងចិត្តមិនថានៅក្នុងកលៈទេសៈណាក៏ត្រូវតែរីករាយជាមួយនឹងគ្រួសារជានិច្ចកន្លែងដែលត្រូវទៅគឺជាផ្ទះហើយមនុស្សដែលយើងត្រូវតែស្រឡាញ់នោះគឺគ្រួសារបើសិនបើយើងមានទាំងពីរនេះបានន័យថានោះហើយគឺជាសុភមង្គលពិតប្រាកដចំណុចទី3សម្រាប់ចិត្តធ្វើជាមនុស្សលំដាប់ពិភពលោកក្នុងន័យនេះលោកបានយល់ស្របតាមទ្រឹស្ដីរបស់លោកអាប់រ៉ាហាំដែលបានលើកឡើងអំពីតម្រូវការរបស់មនុស្សទាំង5កម្រិតលោកគ្រីស្ទបាននិយាយថាដើម្បីសម្រេចគោលដៅឲ្យក្លាយទៅជាមនុស្សជួរមុខក្នុងពិភពលោកបានលោកចាំបាច់ត្រូវតែលះបង់កម្លាំងកាយចិត្តយ៉ាងពេញទំហឹងហើយតស៊ូព្យាយាមដោយគ្មានលេសអ្វីទាំងអស់ជាពិសេសនោះគឺយើងមិនត្រូវដេកផ្សំដួលរមួលផ្សំក្រិចឡើយចំណុចទី4ឲ្យតម្លៃខ្លួនឯងនរណាក៏យល់ស្របដែរថាលុយជាអំណាចដែលអាចឲ្យយើងធ្វើអ្វីៗក៏បានតែអ្វីដែលសំខាន់និងមានតម្លៃបំផុតគឺខ្លួនរបស់យើងផ្ទាល់យើងត្រូវតែរក្សាតម្លៃរបស់ខ្លួនយើងជាមនុស្សដែលថ្លៃថ្នូរជាមនុស្សដែលស្អាតស្អំស្មោះត្រង់ហើយមានសីលធម៌និងគុណធម៌ជានិច្ចបើទោះបីជាយើងស្ថិតនៅក្នុងសភាពក្រីក្រលំបាកលំបិនយ៉ាងណាក៏ដោយក្រមសីលធម៌គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជីវិតរបស់មនុស្សម្នាក់ៗបើសិនបើយើងមិនផ្ដើមមើលខ្លួនឯងថាមានតម្លៃហើយនោះទេថាតើធ្វើដូចម្តេចទើបឲ្យពិភពលោកឲ្យតម្លៃយើងកើតចំណុចទី5រក្សាកម្លាំងជំរុញទឹកចិត្តដល់ក្រុមជានិច្ចនៅក្នុងโลกនេះមិនមានបុគ្គលណាដែលអាចសម្រេចជោគជ័យបានតែម្នាក់ឯងនោះឡើយការធ្វើការងារជាក្រុមគឺជារឿងចាំបាច់ប៉ុន្តែយើងត្រូវតែរក្សាកម្លាំងចិត្តរបស់ក្រុមជានិច្ចយើងត្រូវតែគោរពឲ្យតម្លៃសរសើរលើកទឹកចិត្តនិងច្បាស់លាស់ជាមួយក្រុមលោក Christopher បានលើកឡើងថាការដែលយើងបានជួបគ្នាគឺជាចំណុចចាប់ផ្ដើមហើយការដែលយើងបាននៅក្នុងក្រុមការងារជាមួយគ្នាគឺជាជំហានឆ្ពោះទៅមុខហើយការដែលបានរួមកម្លាំងចិត្តធ្វើការជាមួយគ្នាគឺជាភាពជោគជ័យចំណុចទី6ការផ្លាស់ប្ដូរគឺជារឿងសំខាន់ការផ្លាស់ប្ដូរអរិយាបថវិធីគិតហើយនឹងទម្លាប់អាក្រក់ចេញហើយងាកមកប្រព្រឹត្តនៅទង្វើដែលនាំឲ្យរីកចម្រើនក្នុងជីវិតវាគឺជារឿងដែលលំបាកប៉ុន្តែយើងត្រូវតែដឹងថាមនុស្សដែលជោគជ័យតែងតែមានទម្លាប់ល្អមានវិធីគិតត្រឹមត្រូវហើយនឹងធ្វើតែរឿងណាដែលនាំឲ្យយើងរីកចម្រើនតែប៉ុណ្ណោះយើងមិនអាចផ្លាស់ប្ដូរអនាគតរបស់យើងបានឡើយប៉ុន្តែយើងអាចផ្លាស់ប្ដូរទម្លាប់របស់យើងបានដូច្នេះពិតប្រាកដណាស់ដែលថាទម្លាប់នឹងផ្លាស់ប្ដូរអនាគតរបស់យើងបានដោយស្វ័យប្រវត្តិចំណុចទី7ជំហានកូនក្មេងក្នុងជីវិតគឺមានរឿងរ៉ាវជាច្រើនដែលចាប់ផ្ដើមហើយដួលប៉ុន្តែយើងត្រូវតែក្រោកឈរហើយដើរទៅមុខទៀតត្រូវសម្លឹងមើលគោលដៅឲ្យច្បាស់ហើយដើរទៅមុខរហូតដល់យើងអាចសម្រេចគោលដៅរបស់យើងបានភាពជោគជ័យពិតប្រាកដមិនមែនជាអ្វីដែលអ្នកដទៃនិយាយទេប៉ុន្តែវាគឺជាភាពក្លាហានដែលយើងហ៊ានប្រឈមមុខទៅនឹងការបរាជ័យម្ដងហើយម្ដងទៀតហើយយើងនៅតែបន្តឆ្ពោះទៅមុខដោយមិនបន្ធូរបន្ថយនៅសេចក្តីព្យាយាមឡើយចំណុចទី8ធ្វើតាមចំណងរបស់ខ្លួនមនុស្សជាច្រើនតែងតែបារម្ភចំពោះការគិតរបស់អ្នកដទៃចំពោះខ្លួនឯងហើយលះបង់នៅក្តីសុបិននិងចំណងរបស់ខ្លួនចោលព្រោះតែខ្លាចពាក្យគេនិន្ទាពាក្យចំអកលោកលើយប៉ុន្តែយើងត្រូវសួរខ្លួនឯងសិនថាតើយើងចង់បានអ្វីនៅក្នុងជីវិតរបស់យើងកាលណាបើសិនជាយើងរកចម្លើយបានហើយវានឹងធ្វើឲ្យយើងយកចិត្តទុកដាក់ហើយយើងនឹងមិនខ្វល់ពីសម្ដីរបស់អ្នកដទៃឡើយបេះដូងរបស់អ្នកតស៊ូគ្មានទេពាក្យថាចុះចាញ់ចំណុចទី9ធ្វើអ្វីដែលស័ក្តិសមយើងត្រូវតែធ្វើអ្វីដែលស័ក្តិសមសម្រាប់យើងមិនមែនសម្រាប់អ្នកដទៃឡើយចំណុចទី10យើងចាប់ផ្ដើមពីចំណុចដែលយើងឈរនៅក្នុងចំណុចនេះលោក Christopher ក៏បាននិយាយថាបើសិនបើយើងគិតថាយើងគ្មានធនធានយើងគ្មានលុយយើងគ្មានទំនាក់ទំនងយើងគ្មានខ្សែឬក៏គ្មានបទពិសោធន៍ទេយើងត្រូវចាំថាយើងនៅតែអាចចាប់ផ្ដើមពីកន្លែងនោះបានយើងត្រូវតែបង្កើនគំនិតកសាងគ្រប់យ៉ាងដើម្បីឲ្យខ្លួនយើងនឹងរស់នៅក្នុងប្រណិតភាពហើយមនុស្សម្នាក់គឺត្រូវផ្ដើមចេញពីអ្វីដែលខ្លួនមានព្រមទាំងប្រើសក្តានុពលនៅក្នុងខ្លួនទាំងអស់នោះឲ្យអស់ដើម្បីអាចស្វែងរកនូវភាពជោគជ័យបានគាត់បាននិយាយថាមនុស្សដែលបរាជ័យសម្លឹងរកមើលតែភាពគង់វង្សប៉ុន្តែមនុស្សដែលជោគជ័យវិញគឺគេសម្លឹងរកមើលតែឱកាសអញ្ចឹងគោលការណ៍ទាំង10ដែលលោក Christopher ក៏បាននិយាយឡើងហ្នឹងគាត់ចង់បង្ហាញយើងថាភាពក្រីក្រនិងបញ្ហាវាមិនមែនជាចំណុចបញ្ចប់ទេប្រសិនបើយើងមានសុបិនមានការខិតខំប្រឹងប្រែងនិងមិនបោះបង់នោះថ្ងៃអនាគតរបស់យើងនឹងអាចផ្លាស់ប្ដូរបាន
ហើយរឿងរ៉ាវរបស់គាត់គឺជាភស្តុតាងដែលបង្ហាញថាកម្លាំងចិត្តនិងសេចក្តីស្រឡាញ់ចំពោះគ្រួសារអាចជំរុញឲ្យមនុស្សអាចឈានទៅរកភាពជោគជ័យដ៏អស្ចារ្យហើយបងប្អូនយល់យ៉ាងណាដែរចំពោះគោលការណ៍ទាំង10ក៏ដូចជាជីវប្រវត្តិរបស់លោក Christopher អាចខមមិននៅខាងក្រោមឲ្យខ្ញុំដឹងផងហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូនេះអាចជួយចុច like ដើម្បីផ្ដល់ជាកម្លាំងចិត្តឬក៏ជួយចុច subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតអរគុណជួបគ្នានៅវីដេអូក្រោយ